កាលពីវីដេអូមុនខ្ញុំបានរៀបរាប់អំពីអ្វីដែលកម្មករនយោជិតត្រូវទទួលបានប្រសិនបើនយោជកបានធ្វើការជូនដំណឹងជាមុនត្រឹមត្រូវតាមច្បាប់កំណត់អំពីការបញ្ចប់ឬការមិនបន្តកិច្ចសន្យាការងារ FDC ថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីអ្វីដែលកម្មករនយោជិតត្រូវទទួលបានប្រសិនបើនយោជកមិនបានជូនដំណឹងជាមុនត្រឹមត្រូវតាមច្បាប់កំណត់ឬមិនបានធ្វើការជូនដំណឹងអំពីការបញ្ចប់ឬការមិនបន្តកិច្ចសន្យាការងារ FDC តើកម្មករនយោជិតត្រូវទទួលបានអ្វីខ្លះប្រសិនបើនយោជកមិនបានជូនដំណឹងជាមុនត្រឹមត្រូវតាមច្បាប់ឬមិនបានជូនដំណឹងអំពីការមិនបន្តកិច្ចសន្យាការងារ FDC ដល់កម្មករនយោជិតទេនយោជកត្រូវផ្ដល់ឲ្យកម្មករនយោជិតនៅទី1ប្រាក់ឈ្នួលដែលមិនទាន់បានបើកទី2ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ទី3ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច 5% នៃប្រាក់ឈ្នួលដែលកម្មករនយោជិតបានបើកក្នុងរយៈពេលនៃកិច្ចសន្យានិងទី4បើកសិទ្ធិឲ្យកម្មករនយោជិតទទួលជំងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួលក្នុងរយៈពេលនៃការបន្តកិច្ចសន្យាគ្រាដំបូងនោះចំណុចនេះមានន័យថាប្រសិនបើកិច្ចសន្យាការងារដែលបានចុះគ្រាដំបូងមានថវិកាវេលា1ឆ្នាំនោះកម្មករនយោជិតមានសិទ្ធិទទួលជំងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួលក្នុងរយៈពេល1ឆ្នាំ